នាងខ្ញុំសូមលំអរកាយគ្រប់ជំរាបសួរដល់លោកស្រីអ្នកនាងកញ្ញាជាទីគោរពរាប់អានថ្ងៃនេះនាងខ្ញុំនឹងលើកអំពីប្រធានបទការលែងលះថាតើការលែងលះគឺជាអ្វីការលែងលះគឺជាការរំលាយចំណងអាពាហ៍ពិពាហ៍ស្របច្បាប់រវាងប្តីហើយនិងប្រពន្ធដែលកំពុងតែរស់រានមានជីវិតហើយការលែងលះគឺជាការបញ្ចប់កិច្ចសន្យាអាពាហ៍ពិពាហ៍ដែលគូភាគីទាំងពីរធ្លាប់បានបដិញ្ញាចិត្តថារួមរស់នៅជាមួយគ្នានាពេលកន្លងមកចាហើយការរំលាយចំណងអាពាហ៍ពិពាហ៍ត្រូវធ្វើឡើងស្របតាមនីតិវិធីច្បាប់និងត្រូវមានសេចក្តីសម្រេចចេញពីតុលាការទើបជាការស្របច្បាប់ចាហើយអតីតប្តីឬក៏ប្រពន្ធត្រូវមានកាតព្វកិច្ចចំនួន2ទោះបីជាពួកគាត់ក្រោយការលែងលះគ្នាក៏ដោយកាតព្វកិច្ចទី1គូភាគីទាំងពីរប្តីហើយនិងប្រពន្ធត្រូវមានទំនួលខុសត្រូវទៅលើបំណងរួមដែលពួកគាត់ទាំងពីរនាក់បានព្រមព្រៀងគ្នាជាលាយលក្ខណ៍អក្សរនៅពេលដែលពួកគាត់នៅចំណងអាពាហ៍ពិពាហ៍ចាហើយសម្រាប់កាតព្វកិច្ចទី2គឺកាតព្វកិច្ចផ្ដល់អាហារកិច្ចក្នុងការចិញ្ចឹមអប់រំនិងថែរក្សាកូនហើយចំពោះការលែងលះគ្នាគឺមានទម្រង់ពីរធំចាទម្រង់ទី1គឺការលែងលះគឺការលែងលះគ្នាដោយការព្រមព្រៀងចាមានន័យថាសហព័ន្ធប្តីប្រពន្ធគាត់គិតថាចំណងអាពាហ៍ពិពាហ៍របស់គាត់ទាំងពីរមិនអាចបន្តទៅមុខទៀតបានដូច្នេះហើយពួកគាត់គឺអាចដាក់ពាក្យស្នើសុំលែងលះទៅតុលាការរួមគ្នាបានហើយនៅពេលដែលដាក់ពាក្យហើយតុលាការនឹងត្រួតពិនិត្យអំពីពាក្យដែលគាត់ស្នើសុំតើភាគីទាំងពីរនោះមានការព្រមព្រៀងដោយឆន្ទៈដែរឬទេឬក៏មានការបង្ខិតបង្ខំដែរឬទេបើតុលាការពិនិត្យឃើញថាគូភាគីទាំងពីរពិតជាមានការព្រមព្រៀងគ្នាដោយឆន្ទៈពិតប្រាកដមែនអញ្ចឹងតុលាការនឹងចេញសេចក្តីសម្រេចជូនគូភាគីទាំងពីរហើយចំពោះដំណាក់កាលនេះតុលាការក៏នៅតែមានកាតព្វកិច្ចសាកល្បងក្នុងការផ្សះផ្សាគូភាគីជាមុនទើបយកបណ្ដឹងហ្នឹងមកវិនិច្ឆ័យនិងប្រកាសដោយការសម្រេចតាមមាត្រា984នៃក្រមរដ្ឋបវេណីចាហើយចំពោះទម្រង់ទី2ការលែងលះគ្នាដោយគ្មានការព្រមព្រៀងមានន័យថាក្នុងករណីនេះសហព័ន្ធទាំងពីរមានភាគីម្ខាងណាដែលគាត់អត់ព្រមលែងលះគ្នាអញ្ចឹងហើយគឺថាគូភាគីម្ខាងមិនថាប្តីឬក៏ប្រពន្ធគាត់អាចដាក់បណ្ដឹងសុំលែងលះគ្នាទៅតុលាការជាឯកតោភាគីបានចាប៉ុន្តែគាត់ត្រូវតែមានហេតុផលច្បាស់លាស់ក្នុងការលែងលះគ្នាដើម្បីជាមូលដ្ឋានមួយស្នើសុំទៅតុលាការហើយបើសិនជាយើងពិនិត្យទៅលើមាត្រា978ចានៅក្រមរដ្ឋបវេណីប្តីឬក៏ប្រពន្ធអាចដាក់ពាក្យបណ្ដឹងលែងលះគ្នាបានក្នុងករណីដែលមាន5ចំណុចចាចំណុចទី1គឺបើសហព័ន្ធគាត់ប្រព្រឹត្តអំពើផិតក្បត់ចាហើយចំណុចទី2បើសហព័ន្ធគាត់បានបោះបង់ចោលសហព័ន្ធម្ខាងទៀតដោយគ្មានមូលហេតុត្រឹមត្រូវចាហើយចំណុចទី3បើសហព័ន្ធណាមួយគាត់បានចោះចោលផ្ទះឬក៏ចោះចោលលំនៅឋានដោយគ្មានមូលហេតុត្រឹមត្រូវហើយបើសហព័ន្ធណាមួយគាត់បានបាត់ខ្លួនហើយសហព័ន្ធម្ខាងទៀតគាត់អត់ដឹងថាគាត់នៅរស់រានមានជីវិតឬក៏យ៉ាងណារយៈពេល1ឆ្នាំចាហើយចំពោះចំណុចទី4គឺសហព័ន្ធបានរស់នៅបែកលំនៅសង្វាសរយៈពេល1ឆ្នាំអញ្ចឹងហើយគឺវាផ្ទុយទៅនឹងគោលបំណងនៃចំណងអាពាហ៍ពិពាហ៍ចាហើយចំពោះចំណុចទី5គឺមានករណីផ្សេងៗជាច្រើនទៀតដែលធ្វើឲ្យចំណងអាពាហ៍ពិពាហ៍របស់ពួកគាត់ហ្នឹងគ្មានសង្ឃឹមថានឹងអាចធ្វើបដិទានឡើងវិញបានចាប៉ុន្តែទោះបីជាមូលហេតុយ៉ាងណាក៏ដោយក៏តុលាការគាត់នៅតែមានការរឹតបន្តឹងនៅការលែងលះគ្នាផងដែរបើទោះបីជាភាគីណាម្ខាងគាត់បានបង្ហាញជាមួយនឹងមូលហេតុចាទាំង5ចំណុចខាងលើដែលខ្ញុំបានរៀបរាប់ខាងលើនេះក៏តុលាការនៅតែអនុលោមទៅតាមមាត្រា978វគ្គខណ្ឌ2ហើយនិងវគ្គខណ្ឌ3គឺគាត់អាចធ្វើការច្រានចោលបើសិនជាតុលាការយល់ឃើញថាការលែងលះគ្នានឹងបណ្ដាលឲ្យមានផលលំបាកឬក៏ភាពលំបាកទៅដល់ជីវភាពរបស់សហព័ន្ធម្ខាងទៀតឬក៏ប៉ះពាល់ទៅដល់កូនឬក៏មានការឈឺចាប់ដែលពុំអាចទ្រាំបានហើយមួយវិញទៀតការទាមទារការលែងលះរបស់គាត់នឹងគឺមានភាពទុច្ចរិតចាឬក៏មានកំហុសយ៉ាងខ្លាំងពិបាកក្នុងការប្រតិបត្តិឬក៏ជួយសង្គ្រោះសហព័ន្ធម្ខាងទៀតចាអញ្ចឹងសម្រាប់វីដេអូបន្ទាប់ទៀតនាងខ្ញុំនឹងបកស្រាយអំពីការបែងចែកទ្រព្យហើយនិងអំណាចមេបាចាអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងចាសូមអរគុណសូមជម្រាបលា